តោះមកមើលពីរបៀបផលិតលុយដុល្លារទាំងអស់គ្នាតើអ្នកធ្លាប់កាន់ក្រដាសប្រាក់ដុល្លារហើយឆ្ងល់ថាវាបង្កើតឡើងដោយរបៀបណាទេវាចាប់ផ្ដើមដោយត្រូវមានក្រដាសពិសេសម្យ៉ាងមិនមែនជាប្រភេទសៀវភៅដែលអ្នកប្រើកត់មេរៀនទេប៉ុន្តែជាក្រដាសដែលលាយបញ្ចូលគ្នានៅកប្បាសនិងក្រណាត់ធ្វើពីសរសៃរុក្ខជាតិរឹងមាំដែលស្ទើរតែមិនអាចក្លែងបន្លំបានបន្ទាប់មកគេចាប់ផ្ដើមបញ្ជូនសញ្ញាសម្ងាត់បន្ថែមទៅក្នុងក្រដាសដូចជាសញ្ញាសម្គាល់និងក្រដាសសុវត្ថិភាពដែលមានពន្លឺភ្លឺដើម្បីមិនឲ្យអ្នកក្លែងបន្លំបានដោយងាយស្រួលបន្ទាប់មកដល់ពេលវាយទឹកថ្នាំប៉ុន្តែនេះមិនមែនគ្រាន់តែជាការបោះពុម្ពធម្មតានោះទេទឹកថ្នាំត្រូវបានដាក់ជាដំណាក់កាលរួមទាំងការបោះពុម្ពបែប intaglio ដែលផ្ដល់ឲ្យក្រដាសប្រាក់នៅសភាពគ្រើមដែលអ្នកអាចមានអារម្មណ៍ដឹងនៅពេលប៉ះនោះហើយជាអ្វីដែលធ្វើឲ្យក្រដាសប្រាក់ពិតប្រាកដមានអារម្មណ៍ខុសគ្នាពីក្រដាសប្រាក់คล้ายៗបន្ទាប់មកក្រដាសប្រាក់នីមួយៗត្រូវបានបោះត្រាដោយលេខកូដសម្គាល់តែដែលវាដើរតួដូចជាស្នាមម្រាមដៃដូច្នេះក្រដាសប្រាក់អាចឲ្យគេតាមដានបានបន្ទាប់មកម៉ាស៊ីនបច្ចេកវិទ្យាខ្ពស់និងកម្មករដែលទទួលបានការបណ្ដុះបណ្ដាលត្រួតពិនិត្យរាល់ក្រដាសប្រាក់នីមួយៗប្រសិនបើគេឃើញមានកំហុសតែបន្តិចក្រដាសប្រាក់នោះនឹងត្រូវបំផ្លាញចោលជាចុងក្រោយសន្លឹកក្រដាសប្រាក់ដ៏ធំត្រូវបានកាត់ជាចុងនិងបាច់រួចរាល់ដើម្បីត្រៀមបញ្ចូលទៅក្នុងកាបូបរបស់អ្នក